ចាំបើប្រៃភាគ2មកដើមនេះ1លីត្រកន្លះដបទឹកសុទ្ធយើងអូយសុបាយចាប់ខ្លាំងមកដល់ដើមប្រទីអត់សូវមានទេប៉ុន្តែវារបៀបថាមានមួយចកោមខ្ញុំឲ្យប្តីខ្ញុំអ្នកចាប់ដោយសារប្តីខ្ញុំគេមានកត្រងដាក់ត្រងអានេះអូក៏ច្រើនដែរអូមកដល់អីមកដើមនោះប្រហែលជាបាន1លីត្រទេយ៉ាងអូច្រើនខ្លាំងសូម្បីតែដើមកទៀងខេតក៏វាស៊ីដែរគ្រាន់ថាវាទៅសបោអញ្ចឹងណាអាដើមនេះក៏ខ្ញុំមិនដឹងដើមអីទេដឹងតែទៅចាប់បើថាស្គាល់ដើមអីក៏ស្គាល់ហើយស្គាល់តែដើមស្នាយនិយាយតែដើមណាស្គាល់តែណាអត់ទៅប៉ុន្តែឡាមុតដល់ជើងនៅចុងសក់ចាលទ្ធផលទៅតាំងពីម៉ោង6កន្លះដល់ម៉ោង10កន្លះយប់ខ្ញុំសរុបបានប្រហែលជា4គីឡូពេលយើងបោចស្លាប់ហើយដល់ពេលមកដល់ផ្ទះព្រលឹមឡើងប្តីជួយបោចនិយាយថាអូយបោចយូរខ្លាំងមែនតើបន្ទាប់ពីបាយហើយយើងយកមកស្ងោរវាដាក់អំបិលវាចេញទៅកុំឲ្យប្រៃខ្លាំងពេកព្រោះយើងទុកក្លុកគ្រឿងអានេះយើងយកមកដាក់ខ្ទះទៅហើយយើងដាក់លីងវាដល់ពេលលីងហើយយើងចាប់ផ្ដើមណាវាស្រួយអញ្ចឹងទៅយើងក្លុកគ្រឿងយើងដាក់រឌីហើយយើងដាក់លក្ខខ្ទឹមដាក់ម្ទេសហុយតិចខ្ញុំនិយាយមែនឆ្ងាញ់ផ្ដាំម៉ែផ្ដាំអើហើយខ្ញុំមកដូរជាមួយចង្អត់កតោអំបិលប្រៃនេះគឺឆ្ងាញ់ដាច់ហ្មងដូចថាអីគូតវាមានខ្ទិះហើយមួយឆ្នាំមានតែ2-3ថ្ងៃទេពេលភ្លៀងខ្លាំងអត់វាធ្លាក់អំបិលប្រៃហ្នឹងមកពិបាកចាប់ខ្លាដោយសារអីបន្លាក៏បន្លាប៉ុន្តែបើនិយាយពីរសជាតិគឺរ៉េតឲ្យ10លើ10ហ្មងគឺឆ្ងាញ់ខ្លាំងគ្រាន់តែមើលក៏តំណងដែរព្រោះបានតែពេលក្រោបមួយអានតាចាក់វិញណាអូយជក់មកចិបហ្មង